មួយពិតប្រកបចាពិតប្រកបទោះបីជាទើបតែឆ្លងផុតចាពីកន្លែងចេញដំណើរបានបន្តិចតែមិនទាន់បាន1000ម៉ែត្រទេចាំមកទន្ទឹមនឹងកងព័ន្ធទី1ទើបបាន1000ម៉ែត្រចា1000ម៉ែត្រដោយសារតែទីបណ្ដឹងរបស់យើងនោះមានចម្ងាយដល់ទៅ1700ម៉ែត្រដល់នោះបាទហើយយើងឃើញថាសម្រាប់ខ្សែទៅខាងក្រៅក៏កំពុងតែមកមុខបន្តិចបន្តួចពីគូប្រកួតរបស់ខ្លួនបាទប៉ុន្តែយ៉ាងណាក៏ដោយគឺយើងអាចនិយាយបានថាបដាមសងគ្នាបាទសម្រាប់ខ្សែទឹកខាងក្នុងនៅចំណុចខាងក្រៅបាទត្រង់ឆ្ងាយនៅឡើយបាទអញ្ចឹងអាចប្រែប្រួលពីលក្ខណៈបច្ចេកទេសនៃការចាបើសិនជាមកចាប់ទន្ទឹងនឹងកងព័ន្ធទី2នេះទោះបីជាដកបន្តិចក៏ដោយអាចទៅថាមិនប្រកាសដែរចាមិនប្រកាសដែរតទៅដល់ទីតែម្ដងទើបប្រកាសបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីបាទខ្សែទឹកខាងក្រៅសារាយទៅជ័យធ្វើដីដេជោបាទរបស់ខេត្តកណ្ដាលបាទទទួលបានការឧបត្ថម្ភពីព្រះគូខុសច្ចារៈខតោបាទផាន់សុកនីមបាទចំណែកឯខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុផាជ្រោយថ្មបាទទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងវិឆេងបាទហ៊ុនណេងនិងអាដាមនេសាវើនបាទនិងលោកជំទាវអ្នកអង្គញាអានម៉ាឌីបាទអង្គញាថនថាវីនិងលោកជំទាវបាទចាខ្សែទឹកខាងក្នុងហើយហាក់ដូចជាដកបន្តិចហើយចៅពេជ្រកុមារបុផាជ្រោយថ្មមកពីវត្តសុតថារាមបាទចាសទស្សនារាមបឹងកុកកំពង់ចាមចាទូកនេះមានគេឈ្មោះបោះសម្លេងណាហើយបងប្អូនយើងដែលនៅខាងបឹងកុកណាកំពុងតែតាមដានទេសនាព្រោះថាទូកខេត្តកំពង់ចាមមួយនេះចៅពេជ្រកុមារបុផាជ្រោយថ្មហ្នឹងគឺមិនដែលថយដៃទេប្រជាប្រិយភាពមិនដែលថមថយទេនៅតែមានការគ្រប់គ្រងពីបងប្អូនអ្នកយើងនិយាយដោយសាមញ្ញគឺបងប្អូនអ្នកលេងទូកការអ្នកលេងទូកអ្នកបានន័យថាគាត់និយមគ្រប់គ្រងចាកីឡាទូកប្រពៃណីនេះតែម្ដងបាទអញ្ចឹងយើងឃើញថាប្រដាំប្រសងគ្នាទេបាទសម្រាប់ខ្សែទឹកខាងក្រៅក៏ដូចជាខ្សែទឹកខាងក្នុងហើយចាខ្សែទឹកខាងក្នុងបាទកំពុងតែអាចប្រដាំប្រសងគ្នាប៉ុន្តែសណ្ដកបន្តិចបន្តួចតែប៉ុណ្ណោះបាទសម្រាប់ឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែចាប់ដើមហើយចាប់ដើមហើយចៅពេជ្រកុមារបុផាជ្រោយថ្មចាប់ដើមដល់ហើយបងប្អូនឥឡូវជិតដល់កងព័ន្ធទី2បាទឃើញថាជិតដល់កងព័ន្ធទី2នេះគឺខ្សែទឹកខាងក្នុងបង្កើនល្បឿនរបស់ខ្លួនបាទចាកន្លែងនេះសម្រាប់កន្លែងយកជ័យហើយកន្លែងហ្នឹងចឹងត្រូវតែធ្វើយ៉ាងណាបាទគឺបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀតធ្វើយ៉ាងណាឲ្យព្រមគ្នាបាទនៅក្នុងទូកទាំងអស់នេះបើសិនជាចំណុះទូកណាមួយគាត់មិនអមប្រកាសជាបាទប្រកាសជាមិនអាចទទួលបានលទ្ធផលល្អទេព្រោះថាកីឡារួមបានន័យថាចំណុះទូកច្រើនបែបនេះត្រូវតែមានស្មារតីជាក្រុមបើសិនជាក្នុងចំណោម70នាក់10នាក់លើកចង្វាឡើង60នាក់ទៀតដាក់ចង្វាចុះទូកគឺมันទទួលបានលទ្ធផលល្អទេឥឡូវនេះលទ្ធផលល្អគឺចៅពេជ្រកុមារបុផាជ្រោយថ្ម